សួរទាំងអស់គ្នាពិតខ្ញុំនៅក្នុងឯណាតាមក្នុងវីដេអូក្រោយថាខ្ញុំមកធ្វើអីប៉ុន្តែហ្នឹងហើយនៅក្នុងវីដេអូនេះខ្ញុំចង់មកនិយាយអំពីការទៅ concert ការអាទិត្យមុនណានឹងទម្លាប់មួយដែលខ្ញុំគិតថាអាចជួយឲ្យយើងរស់នៅជីវិតរបស់យើងឲ្យពេញលេញបានណានិយាយទៅអាទិត្យមុនខ្ញុំបាន support concert free ទៅ concert របស់ Hans Zimmer. Absolutely, hotel room. No, hang on. That's daylight. Yes. You've never seen me in daylight. That's true. We've made many movies together. We started out when I was like, nobody would hire me except for Jerry.អ្នកដែលចូលចិត្តមើលរឿងល្បីៗនៅក្នុង Hollywood ភាគច្រើនប្រហែលជាស្គាល់គាត់ហើយគាត់ជាអ្នកនិពន្ធបទចម្រៀងឬក៏ soundtrack នៅក្នុងរឿងដែលល្បីភាគច្រើននៅក្នុង Hollywood ណាហើយខ្ញុំបាន support free ពីអ្នកដែលខ្ញុំស្គាល់មួយនៅក្នុងថ្នាក់ភាសាបារាំងរបស់ខ្ញុំដែលខ្ញុំរៀននៅក្នុងថ្នាក់ភាសាបារាំងហ្នឹងកាលប្រហែលជា 5-6 ខែមុនណាថ្នាក់ភាសាបារាំងហ្នឹងនិយាយទៅតាមពិតគេមាន option ឲ្យយើងរៀន online ដែរប៉ុន្តែខ្ញុំជ្រើសរើសយកទៅរៀនផ្ទាល់ដោយសារតែខ្ញុំចង់ឃើញគេឃើញឯងចង់នៅក្នុងថ្នាក់ព្រោះអីខ្ញុំធ្វើការ full time work from home រហូតអញ្ចឹងណាអញ្ចឹងទៅចំពោះខ្ញុំឲ្យតែខ្ញុំមានឱកាសអាចទៅក្រៅបានចុះឈ្មោះចូលរៀនថ្នាក់ផ្ទាល់បានគឺខ្ញុំធ្វើអញ្ចឹងច្រើនដើម្បីឲ្យមានឱកាសចេញក្រៅពី apartment របស់យើងហើយជួបគេជួបឯងឬក៏ស្គាល់គេស្គាល់ឯងក្នុងថ្នាក់អញ្ចឹងណាអញ្ចឹងក៏ខ្ញុំចុះឈ្មោះចូលរៀនផ្ទាល់ទៅហើយពេលនិយាយគោលបំណងគឺចង់ជួបគេជួបឯងហើយនឹងរោមិត្តភ័ក្តិនៅក្នុងថ្នាក់ដែរព្រោះខ្ញុំកាលហ្នឹងទើបតែដូរទៅនៅកាណាដាប្រហែលជា 3-4 ខែដែរអញ្ចឹងណាជាងទៅការចុះឈ្មោះចូលរៀនថ្នាក់ផ្ទាល់ហ្នឹងវាអាចជួយឲ្យយើងរោមិត្តភ័ក្តិបានដែរជាងទៅអ្នកដែលគេស្គាល់គ្នាហ្នឹងបាន support free ដោយសារតែមិត្តភ័ក្តិគេមួយហ្នឹងទិញ support ដែរពេលដែលម្នាក់ហ្នឹងទិញដំបូងណាប៉ុន្តែដល់ពេលទៅមិត្តភ័ក្តិហ្នឹងគេចេញពីក្រៅប្រទេសអញ្ចឹងទៅក៏សល់ support ហ្នឹងអត់មានអ្នកប្រើអញ្ចឹងទៅគេសួរថាខ្ញុំចង់ទៅអត់ហើយដល់ពេលខ្ញុំស្គាល់ Hans Zimmer ហើយខ្ញុំជា fan របស់គាត់ដែរហើយជាងទៅក៏ខ្ញុំសម្រេចចិត្តទៅហើយឡើងអូយឡើងអស្ចារ្យមែនតើហ្មងperformance របស់គេហ្នឹងគឺឡើងល្អនិយាយទៅ Hans Zimmer គាត់អត់នៅហ្នឹងទេប៉ុន្តែគេប្រគំតន្ត្រីដែលជាបទចម្រៀងរបស់គាត់ខ្ញុំគាត់ណាចង់ជួយជំរុញហើយនឹងលើកទឹកចិត្តឲ្យអ្នកនរគ្នាបើសិនជាមានឱកាសអាចទៅក្រៅទៅនេះទៅនោះអីបានច្រើនអញ្ចឹងខ្ញុំគិតថាគួរតែធ្វើអញ្ចឹងច្រើនអញ្ចឹងណាពីព្រោះថានៅក្នុងសម័យដែលយើងអាចធ្វើអី online បានទាំងអស់ឧទាហរណ៍ថានៅក្នុងថ្នាក់រៀនបើសិនជាខ្ញុំចុះឈ្មោះចូលរៀនបារាំង online ហ្មងអត់បានស្គាល់គេអត់ស្គាល់ឯងហើយក៏មិនបានទៅ concert នេះ free ដែរអញ្ចឹងណាអញ្ចឹងទៅហ្នឹងហើយខ្ញុំគិតថាពេលខ្លះការដែលយើងទៅជួបគេជួបឯងផ្ទាល់ធ្វើទំនាក់ទំនងផ្ទាល់មុខហើយនឹងហ្នឹងហើយការចេញទៅក្រៅហ្នឹងវាជួយឲ្យយើងមានសុខភាពផ្លូវចិត្តល្អហើយពេលខ្លះការទំនាក់ទំនងរបស់យើងហ្នឹងក៏វាអាចឈានទៅដល់អ្វីផ្សេងទៀតដែលល្អក្នុងជីវិតរបស់យើងដែរ